ទទួលភ្ញៀវគឺជាយុទ្ធសាស្ត្រស្រោចស្រង់កិត្តិនាមទេសចរកម្ពុជាខណៈដែលកម្ពុជាកំពុងតែពង្រីកសក្តានុពលសេដ្ឋកិច្ចតាមរយៈគម្រោងយក្សព្រែកជីកឈូណនតេជោការពង្រឹងរូបភាពមហាជនលើឆាកអន្តរជាតិបានក្លាយជាកិច្ចការអាទិភាពដែលមិនអាចមើលរំលងបានតាមការបញ្ជាក់របស់លោកបណ្ឌិតខួនស៊ីណានប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកថាតាប្រចាំកម្ពុជានៅក្នុងបទសម្ភាសន៍ផ្នែកមុខជាមួយនឹងសារព័ត៌មានអាមេរិកប៉ុនតូបានផ្ដល់ជំនឿដ៏ស៊ីជម្រៅថាបញ្ហាប្រឈមធំបំផុតរបស់កម្ពុជានៅពេលនេះគឺកង្វះស្ថាប័នព័ត៌មានដែលមានឥទ្ធិពលអាចឲ្យពិភពលោកយកធ្វើជាសច្ចការភាពជឿជាក់និងភាពត្រឹមត្រូវនឹងការប្រើប្រាស់ប្រព័ន្ធ Digital ដែលមិនទាន់ចំគោលដៅតាមបច្ចេកវិទ្យាព័ត៌មាននៃប្រទេសគោលដៅមួយចំនួនជាក់ស្ដែងសូម្បីតែមិត្តភ័ក្តិដៃថែបរបស់កម្ពុជាគឺប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនក៏នៅមានមនុស្សរាប់លាននាក់មិនទាន់ស្គាល់ពីកម្ពុជាច្បាស់នៅឡើយដែលនេះគឺជាសញ្ញាមួយបង្ហាញថាការផ្សព្វផ្សាយពីទេសចរកម្ពុជាតាមរយៈត្រឹមតែចូលរួមពិព័រណ៍ផ្សេងៗគឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេប៉ុន្តែយើងក៏ត្រូវតែយល់ដែរមកមួយជើងមិនប្រកាសថាគេដាក់គៀវមកយើងភ្លាមទេបាទគេត្រូវមើលដែរតើពួកយើងផ្ទះយើងនេះបានកុសសម្អាតហើយនៅក្រោយផ្ទះយើងនៅមានសម្រាមទៀតអត់ក្រោយផ្ទះយើងមានពុះវែងអត់ណាក្រោមចណ្ដើយើងនៅមានខ្ទួយមានក្អែបទៀតអត់ផ្លូវមកផ្ទះយើងមានជើងកាងទៅទៀតអត់ហើយណាអាទាំងអស់នោះយើងត្រូវទទួលស្គាល់ខ្លួនឯងដែរណាអញ្ជើញគៀវមកលេងផ្ទះណាមានកូនកំមុំស្អាតអញ្ជើញគេមកមើលកូនកំមុំយើងដើម្បីឲ្យគេចូលស្ដីដណ្ដឹងយើងមិនប្រកាសថាម្ដងព្រាមគេឃើញតែកូនកំមុំស្អាតហ្នឹងគេដណ្ដឹងទេណាគេមើលផ្ទះយើងលបងផ្ទះយើងអាម៉េចណាផ្ទះយើងវាមានសម្រាមអត់វាមានសត្វអាសេរពឹសអត់មានអីអត់ទេអាហ្នឹងគឺយើងត្រូវតែយល់ដែរពីព្រោះដូចខ្ញុំនិយាយខាងដើមហ្នឹងថាយើង4-10ឆ្នាំក្រោយនេះយើងបានធ្វើកំហុសធំណាស់ទៅពាក់ព័ន្ធទៅជាមួយនឹងបំផ្លាញគេឈ្មោះកិត្តិនាមរបស់កម្ពុជាឥឡូវនេះជាពេលវេលាដែលយើងត្រូវសាងកិត្តិនាមយើងឡើងវិញអញ្ចឹងយើងអញ្ជើញគេមកនេះគោលបំណងណាឲ្យគេមកទទួលស្គាល់ថានេះយើងនេះវាមិនអាក្រក់ដូចអ្វីដែលគេឃើញទេយើងនេះវាមិនអាក្រក់ដូចអ្វីដែលគេបានដឹងទេគេបានឮតាមបណ្ដាញសង្គមឬក៏តគ្នាទេតែនៅពេលដែលគេទទួលស្គាល់ថាយើងវាលែងអាក្រក់ហើយយើងវាលែងមានសត្វអសេរពឹសឯផ្ទួយទាំងអស់នោះហើយអានោះខ្ញុំជឿថាពាណិជ្ជកម្មវានឹងកើតឡើងបាទពាណិជ្ជកម្មកើតឡើងហើយតាមលោកបណ្ឌិតខួនស៊ីណានយុទ្ធសាស្ត្រសម្អាតផ្ទះឬការរៀបចំសណ្ដាប់ធ្នាប់ផ្ទៃក្នុងឲ្យមានភាពទាក់ទាញនិងសុវត្ថិភាពមុននឹងអញ្ជើញភ្ញៀវមកលេងផ្ទះគឺជាគន្លឹះដ៏សំខាន់បំផុតនៅក្នុងការកសាងទំនុកចិត្តឡើងវិញការសម្អាតផ្ទះនៅក្នុងនៃយុទ្ធសាស្ត្រនេះតម្រូវឲ្យមានការផ្លាស់ប្ដូរឥរិយាបថស្នូលគឺការលុបបំបាត់ភាពភ័យខ្លាចតាមរយៈការបង្ក្រាបបទល្មើសដែលបង្កក្តីបារម្ភទៅដល់ភ្ញៀវអន្តរជាតិនិងការធ្វើទំនើបកម្មនីតិកាព័ត៌មានឲ្យជ្រាបចូលទៅដល់ប្រព័ន្ធផ្សព្វផ្សាយសកលដោយតម្លាភាពនិងមានភាពបត់បែនការកែតម្រង់ផ្ទៃក្នុងនេះគឺស្របគ្នាទៅនឹងទស្សនៈស្នូលរបស់លោក Simon and Hall បេតានៃទ្រឹស្ដី Nation Branding កម្រិតសកលដែលបានសង្កត់ធ្ងន់ថាម៉ាកសញ្ញាជាតិមិនមែនបង្កើតឡើងដោយការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេប៉ុន្តែគឺជាការផ្ដើមចេញពីសកម្មភាពនិងគោលនយោបាយពិតប្រាកដលោកតែងតែប្រឆាំងទៅនឹងការចំណាយលុយលើការផ្សព្វផ្សាយបែបបង្ខំប៉ុន្តែជំរុញឲ្យប្រទេសនីមួយៗធ្វើរឿងល្អៗដើម្បីឲ្យពិភពលោកមើលឃើញនិងឲ្យតម្លៃដោយខ្លួនឯងសម្រាប់អ្នកជំនាញវិស័យទេសចរលោកបណ្ឌិតខួនស៊ីណានយល់ឃើញថាការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តការផ្សព្វផ្សាយពីកម្ពុជានិងការស្ដារកិត្តិនាមជាតិឡើងវិញនឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលនៅពេលដែលកម្ពុជាអាចបង្ហាញពីទិដ្ឋភាពពិតនៃភាពរីកចម្រើននិងការសម្អាតផ្ទះវានឹងបង្កើននៅឥទ្ធិពលបង្អែកដែលធ្វើឲ្យអ្នកវិនិយោគនិងទេសចរមើលឃើញកម្ពុជាគឺជាគោលដៅដែលសុវត្ថិភាពនិងមានភាពទាក់ទាញបំផុតដែលនេះគឺជាជ័យជំនះយុទ្ធសាស្ត្រដែលនឹងបំលែងពីការស្គាល់ត្រឹមតែឈ្មោះកម្ពុជាទៅជាការផ្ដល់តម្លៃនិងភាពជឿជាក់យ៉ាងពិតប្រាកដពីពិភពលោក